នេះអ្នកប្រហែលជាគិតថាមានតែទឹកដីរបស់មនុស្សតែប៉ុណ្ណោះប៉ុន្តែមកស្គាល់ទីក្រុងរបស់សត្វពស់វិញម្ដងនៅចម្ងាយប្រហែល35គីឡូម៉ែត្រពីឆ្នេរសមុទ្រនៃទីក្រុងសាវប៉ូឡូនៃប្រទេសប្រេស៊ីលមានកោះពណ៌បៃតងមួយផុសត្រដែតឡើងចំកណ្ដាលមហាសមុទ្រអាត្លង់តិកដែលមើលពីចម្ងាយវាហាក់ដូចជាឋានសួគ៌ដ៏ស្រស់ស្អាតប៉ុន្តែសម្រាប់អ្នកដឹងរឿងនោះគឺមិនដូច្នោះទេទីនេះជាកន្លែងដែលរដ្ឋាភិបាលហាមមនុស្សមិនឲ្យជន់លើដាច់ខាតកោះនេះមានឈ្មោះថា Ilhada Fima Grande ឬដែលពិភពលោកស្គាល់ថាកោះពស់មានរឿងរ៉ាវដ៏អាថ៌កំបាំងដែលបានចាប់ផ្ដើមឡើងកាលពី10,000 ឆ្នាំមុននៅយុគសម័យទឹកកកបានបញ្ចប់ទឹកសមុទ្របានជន់លិចកាត់ផ្ដាច់ដីកោះនោះចេញពីដីគោកសត្វពស់រាប់ពាន់ក្បាលត្រូវបានជាប់នៅក្នុងកោះនោះពួកវាគ្មានសត្រូវនិងគ្មានសត្វជើង4សម្រាប់ធ្វើជាអាហារនោះទេជម្រើសតែមួយគត់គឺត្រូវចាប់សត្វបក្សីដែលហោះទៅទុំលើកោះនោះដើម្បីកុំឲ្យសត្វបក្សីហោះរត់រួចក្រោយពេលត្រូវបានខំធម្មជាតិបានបង្ខំឲ្យសត្វពស់ទាំងនោះពីពាត់ខ្លួនទៅជាសត្វដែលមានពឹសដ៏សាហាវជាងគេខុសពីធម្មតារហូតដល់ទៅ5ដងពួកវាត្រូវបានគេឲ្យឈ្មោះថា Golden Land Head Viper ឬភាសាខ្មែរយើងហៅថាពស់វែកក្បាលលំពេងមាសដែលមានតែមួយគត់នៅលើโลกសាកស្រមៃមើលថាកោះនេះមានទំហំតូចល្មមប៉ុន្តែវាជាផ្ទះរបស់ពស់ពឹសចន្លោះពី2000ទៅ4000ក្បាលមានន័យថារាល់ផ្ទៃដី1ម៉ែត្រការ៉េគឺមានពស់នោះរស់នៅចំនួនចាប់ពី1ទៅ5ក្បាលមិនថាអ្នកងាកទៅឆ្វេងឬងាកទៅស្ដាំឬសម្លឹងមើលទៅលើមែកឈើឬដីកណ្ដាលវាលគឺសុទ្ធតែជាភ្នែកពស់ដែលកំពុងសម្លឹងមករកអ្នកបើអ្នកត្រូវបានវាខំហើយនោះពឹសរបស់វាមានសមត្ថភាពបង្កឲ្យឈាមហូរមិនឈប់ជ្រាបដល់សរីរាង្គខាងក្នុងនិងធ្វើឲ្យស្លាប់ក្នុងរយៈពេលមិនដល់1ម៉ោងឡើយប្រសិនបើមិនមានការសង្គ្រោះទាន់ពេល